សូមគោរពលោកតាលោកយាយពូមីងបងប្អូនទាំងអស់ដែលនៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពរាប់អានបាទជាកិច្ចចាប់ផ្ដើមខ្ញុំសូមរៀបរាប់អំពីសកម្មភាពរបស់ប្អូនប្រុសរបស់ខ្ញុំដែលគាត់កំពុងតែសាងសង់ខ្ទមមួយសម្រាប់រស់នៅព្រោះតែជីវភាពក្រីក្រលំបាកតោកយ៉ាកវេទនាគ្មានប្រាក់ទ្រព្យធនលុយកាក់មេះប្រាក់ឡានដូចគេក៏ដោយប៉ុន្តែសុភមង្គលគ្រួសាររបស់គាត់ពឹងផ្អែកទាំងស្រុងទៅលើការនេសាទត្រីរកក្តាមរកខ្យងលក់នេះបើទោះបីជាសម័យកាលជឿនលឿនមានដែកមានស៊ីម៉ង់យ៉ាងណាក៏ដោយក៏ជីវភាពរបស់យើងមិនបានទៅដល់នោះដែរជីវភាពរបស់យើងបានត្រឹមតែជញ្ជាំងធាងដូងនិងធ្វើពីដើមរុស្សីដើម្បីធ្វើខ្ទមរស់នៅជាមួយនឹងប្រពន្ធកូនគាត់មានជីវភាពខ្វះខាតហើយកូនច្រើនទៀតកូនរបស់គាត់មាន3នាក់មានធំមានតូចមានស្រីមានប្រុសអ្វីត្បិតតែគាត់មានជីវភាពខ្វះខាតមែនប៉ុន្តែគាត់មានសេចក្តីសុខផ្លូវចិត្តគាត់មានសុភមង្គលគ្រួសារចេះយល់ចិត្តគ្នាអ្វីត្បិតតែគាត់មិនមានជីវភាពធូរធារក៏ដោយប៉ុន្តែការហូបចុករបស់គាត់សុទ្ធតែរបស់ធម្មជាតិមានដូចជាត្រីស្រែខ្យងស្រែក្តាមស្រែគោស្រែជូកជ្រូកស្រែបន្លែស្រែគឺសុទ្ធតែរបស់ធម្មជាតិទាំងអស់អញ្ចឹងហើយបានជាសុខភាពរបស់ពួកគាត់ពោពេញទៅដោយសុខភាពមមួនមិនសូវជាមានជំងឺដំកាត់ដូចអ្នកផ្សេងទៀតឡើយអ្វីត្បិតតែជីវភាពខ្វះខាតបន្តិចមែនប៉ុន្តែការរស់នៅពោពេញជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅកណ្ដាលវាលស្រែដ៏ធំល្វឹងល្វើយយ៉ាងណាក្តីប៉ុន្តែគាត់មិនដែលភ្លេចឡើយសេចក្តីសុខផ្លូវចិត្តនៅក្នុងជីវិតទោះបីជាជីវិតមួយនេះវាក្រខ្សត់អត់ឃ្លានទ្រព្យធនបន្តិចមែនប៉ុន្តែជីវិតពោពេញទៅដោយធម្មជាតិស្រស់ស្រាយរស់នៅដោយមានអក្សរភាពនៅក្នុងផ្លូវចិត្តហេតុអ្វីបានជាអ្នកខ្លះឲ្យតែក្រគឺមើងងាយយើងខ្ញុំមិនយល់តល់ទៅសោះក្រវាមានអ្នកខ្លះក្រដោយមិនខំអ្នកខ្លះខំហើយក៏នៅតែក្រហើយអ្នកដែលខំហើយនៅតែក្រតើបងប្អូនគួរតែមើងងាយឬខ្ញុំគិតថាក្រមិនគួរឲ្យមើងងាយសោះប៉ុន្តែមនុស្សខ្លះពេលឃើញយើងក្រមើងងាយយើងសិតតែឌឺដងផ្លែផ្កាដាក់យើងទៅទៀតបើអ្នកមានខ្លះទៀតគេមិនមើងងាយយើងទេប៉ុន្តែបើអ្នកក្រដូចគ្នាដែលធ្លាប់ក្រជាមួយគ្នាលំបាកជាមួយគ្នាស្រាប់តែមានបានតិចតួចឌឺដងមើងងាយយើងសុទ្ធតែគេនឹងហូបរបស់ប្រេនប្រើរបស់ប្រេនប៉ុន្តែគេនៅតែមានចំណែកយើងហូបតែរបស់ស្រែមានតែត្រីស្រែគោស្រែជ្រូកស្រែបន្លែស្រែគេថាយើងនៅតែក្រចំណែកគេហូបរបស់ប្រេនប្រើរបស់ប្រេនញ៉ាំអាហារថ្លៃរបស់ប្រេនមកពីប្រទេសគេថាគេនៅតែមាននេះហើយគឺជាពាក្យសម្ដីឌឺដងដ៏មានឥទ្ធិពលធ្វើឲ្យយើងឈឺផ្សាចុកចាប់អរ៉ាពើតផ្សាក្នុងហឫទ័យដោយសារតែនេះមិនមែនជាអ្នកមានពីដើមមកទេបើអ្នកមានពីដើមមើងងាយយើងបែបនេះយើងមិនសូវឈឺចាប់
ប៉ុន្មានទេប៉ុន្តែយើងឈឺចាប់ដោយសារតែភាពមនុស្សដែលចេញពីភាពក្រីក្រដូចគ្នាបែរជាមានបានតិចតួចបែរជាមើងងាយឌឺដងដាក់យើងទៅវិញតើទ្រព្យធនមេប្រាក់ទាំងនោះវាមានតម្លៃនិងភាពស្មោះត្រង់សេចក្តីថ្លៃថ្នូររបស់មនុស្សឬបានជាអ្នកឯងចេះតែមើងងាយគេបែបនេះអ្នកក្រមិនគួរឲ្យមើងងាយសោះបងប្អូនអ្នកក្រមានតែអាណិតមើលទៅគួរឲ្យសង្វេគពោពេញទៅដោយសេចក្តីទួញសោកមើលទៅខ្វះមុខខ្វះក្រោយសូម្បីតែដំបូលប្រក់ទ្រនំខ្ពស់ក៏គ្មាននឹងគេដែរមានតែទិញសាំងឫស្សីល្មមយកមកប្រក់កុំឲ្យតែភ្លៀងស្រក់ទៅទឹកកូនទៅទឹកចៅទៅទឹកប្រពន្ធជញ្ជាំងបាំងធាងដូងត្រជាក់ប៉ុន្តែនៅពេលភ្លៀងសាច់វាអាចទៅទឹកសើមនឹងមានហានិភ័យផ្សេងផងដែរអញ្ចឹងបានថាបងប្អូនហើយហេតុអ្វីបានជាអ្នកមានខ្លះវាអាចមើងងាយអ្នកក្រដែរប៉ុន្តែណាស់តែអ្នកក្រខ្លះបានមានហើយមើងងាយអ្នកក្រគ្នាឯងហេតុអ្វីខ្ញុំមិនយល់ទេបងប្អូនអើយបើបងប្អូនយល់ត្រង់ចំណុចណាសូមបងប្អូនជួយខមមិនប្រាប់ផងខ្ញុំមិនយល់តតែសោះហេតុអ្វីយើងធ្លាប់ក្រជាមួយគ្នាបែរជាបានមានតិចតួចមកមើងងាយយើងវិញមើងងាយយើងទៅវិញអោព្រះអាឡាអើយជីវិតវាមកអាណិតឯងវាបែរជាមកមើងងាយឯងថែមមិនមែនថាឯងមិនខំធ្វើការទេមួយថ្ងៃខំធ្វើការទាំងយប់ទាំងថ្ងៃគឺជួងការគ្មានពេលនឹងដេកផងជីវិតបែបនេះទៅហើយតស៊ូបែបនេះទៅហើយនៅតែមានអ្នកខ្លះមើងងាយយើងទៅទៀតបាទបងប្អូនបើមានពាក្យពេចន៍ត្រង់ណាមិនសមរម្យខុសឆ្គងដោយប្រការមួយសូមបងប្អូនខន្តីអភ័យទោសដល់រូបខ្ញុំបាទផងសូមអរគុណបងប្អូនដែលបានតាមទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យទទួលទានរកស៊ីមានបានគ្រប់គ្នាសូមជម្រាបលា